Bài thí rừng à sấu snon cà rong được có bà khách bình tim bình chế mình nét nâng propon promo luiประมาณ$30đầm bay rọt cá trôiกรับขั้นđược có bà chiết. Chim đi bơi, bên đây tầm lại lấy thay á, cô Sam cả thực sự. Beli lọ chiang, vì đại miền lôi trắng, bờ miền lôi hơi rột sai trắng, tuổi tì càng gì cho người lươn trắng này, miền atipol chiang beli ha. រឿងអាស្រូវរបស់ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនឹងប្រពន្ធប្រមូលលុយរាប់ម៉ឺនដុល្លារត្រូវបានបែកធ្លាយបញ្ច្រាស់ខ្យល់ដោយសារធានារត់ចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិខណៈពេលដែលនេះមានការដែលលេចលឺនៅដំណឹងលិហិមកថាគណៈលើកំពុងតែរៀបចំសំណុំឯកសារដើម្បីធ្វើការស្នើសុំដកមុខតំណែងនិងអាចឈានដល់ការអស់តំណែងហើយត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌក៏ថាបានដែរបើតាមការដែលខ្សឹបខ្សៀវបាននិយាយដឹងថាលោកឧត្តមសេនីយ៍ត្រីសម្បត្តិកុសលមានតួនាទីជាស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាប់ពីចុងខែមីនាឆ្នាំ2024បានប្រមូលលុយពីអ្នកដែលចង់ចូលក្របខ័ណ្ឌនគរបាលជាតិក្នុងម្នាក់តម្លៃ$20,000ទៅ$30,000សរុបរហូតដល់ខែវិច្ឆិកាឆ្នាំ2024ប្រហែល$30,000ប៉ុន្តែពេលនេះត្រូវបានបែកធ្លាយត្រូវបានគណៈស្នងការដ្ឋាននិងថ្នាក់លើកំពុងធ្វើការស្នើដកហូតនៅតំណែងជាស្នងការងតែម្ដងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានធ្វើការខ្សឹបប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាតាមរយៈសារសម្លេងរបស់លោកឧត្តមសេនីយ៍ត្រីសម្បត្តិកុសលនិងប្រពន្ធនិយាយរឿងបានដែលរដ្ឋការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្នុងម្នាក់តម្លៃ$20,000ទៅ$30,000នោះកំពុងផ្ទុះទៅនឹងការចាប់អារម្មណ៍យ៉ាងខ្លាំងនិងធ្វើឲ្យមន្ត្រីនគរបាលរួមទាំងមហាជនកំពុងតែធ្វើការតាមដានថាតើវាសនារបស់លោកផ្កាយមួយរូបនេះនឹងអាចទៅជាយ៉ាងណាបើតាមសម្លេងនៃការបែកធ្លាយរឿងពុករលួយនេះគឺឃើញថាលោកស្រីរាំងភិរមបានស្គាល់ថាជាភរិយារបស់ស្នងការងសម្បត្តិកុសលបានធ្វើការដែលណែនាំនឹងអូទាញអ្នកដែលចង់ចូលក្របខ័ណ្ឌនគរបាលជាតិអាចធ្វើការពឹងពាក់ប្តីរបស់ខ្លួនបានប៉ុន្តែត្រូវចំណាយលុយចាប់ពី$20,000ទៅ$30,000អាមេរិកព្រោះក្របខ័ណ្ឌនគរបាលកំពុងតែមានហាងឆេងល្អមានអំណាចងាយរកកន្លែងល្អឬក៏ចង់ផ្លាស់ប្ដូរទៅកន្លែងណាក៏បានដែរសារសម្លេងនោះបានធ្វើការនិយាយអួតពីប្តីរបស់ខ្លួនថាអាយុទៅតែ38ឆ្នាំទេគាត់ពាក់ផ្កាយមួយនៅក្នុងជួរស្នងការនគរបាលខេត្តបន្ទាយមានជ័យគឺប្តីខ្លួនក្មេងជាងគេប្រពន្ធលោកផ្កាយមួយបានធ្វើការអះអាងទៀតថាបច្ចុប្បន្ននេះឃើញថាប៉ូលីសមានអំណាចជាងទាហាននិង PM សូម្បីតែរូបគាត់ក៏ចង់ដាក់ឈ្មោះចូលក្របខ័ណ្ឌប៉ូលីសដែរដើម្បីមានឈ្មោះនឹងស៊ីប្រាក់ខែប៉ុន្តែដោយសារជាប់រវល់ធ្វើទៅនឹងផ្ទះផងនិងធ្វើហាងរកស៊ីផងទៅផ្ទាល់លុយមិនទាន់បានរត់ការចូលរងចាំប្តីរកលុយបានធូរធារបន្តិចនិងរត់ការចូលដែរហើយសារសម្លេងរបស់ស្ត្រីដដែលបាននិយាយអួតថាប្តីរបស់ខ្លួននៅក្មេងរូបសង្ហាគឺអ្នកនៅកន្លែងគេហៅគាត់ថាប្រុសស្អាតទេនៅក្មេងហើយមានខ្សែធំទៀតបើចង់ចូលក្របខ័ណ្ឌប៉ូលីសមានលុយចូលអីហើយព្រោះនៅរៀងធូរថ្នាក់លើតន់តែងទេចំណែកឯសារសម្លេងរបស់លោកឧត្តមសេនីយ៍សម្បត្តិកុសលស្នងការងខេត្តបន្ទាយមានជ័យបានធ្វើការអួតអំពីឥទ្ធិពលរបស់ខ្លួនប្រាប់អតិថិជនថាបើចូលក្របខ័ណ្ឌនគរបាលជាតិតាមរយៈខ្លួនវារៀងថ្លៃបន្តិចមែនពីក្រាស់ទៅ$30,000អាមេរិកក្នុងម្នាក់ប៉ុន្តែច្បាស់លាស់បើចង់បានធូរថ្លៃតលតែទៅប៉ះអ្នកបោកបើខ្ញុំស៊ីនម៉ងគឺមួយដឹងមួយយកលុយគេធ្វើការអត់បានរឿងរ៉ាវច្រើនណាស់រឿងរ៉ាវការដែលបែកធ្លាយនៅសារសម្លេងនេះលោកផ្កាយមួយរូបនេះបានបញ្ជាក់ថាបើអត់មានសញ្ញាបត្របាក់ឌុបលោកក៏អាចឲ្យគេធ្វើបានដែរតែត្រូវអស់លុយជាង$1,000នេះពេលកន្លងមកលោកក៏បានធ្វើឲ្យកូនមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលមានការដែលធ្លាក់បាក់ឌុបចូលក្របខ័ណ្ឌបានសាក់មួយភ្លាមបើនៅប៉ោយប៉ែតតំបន់សេដ្ឋកិច្ចកូនគេអ្នកមានចូលប៉ូលីសគេហ៊ានថ្លៃ$30,000ឯណោះពាក់ព័ន្ធទៅនឹងការបែកធ្លាយសារសម្លេងរបស់លោកស្នងការងនិងប្រពន្ធបាននិយាយអួតរឿងដែលរត់ចូលក្របខ័ណ្ឌនគរបាលជាតិចាប់ពី$20,000រហូតដល់$30,000នៅថ្ងៃទី10-11ខែវិច្ឆិកាឆ្នាំ2024នេះភ្នាក់ងារសារព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យបានព្យាយាមក្នុងការទំនាក់ទំនងសុំការបំភ្លឺពីលោកសម្បត្តិកុសលនិងលោកស្រីរាំងភិរមដែលជាភរិយាប៉ុន្តែមិនអាចសុំការបំភ្លឺបាននោះទេសូមជម្រាបជូនផងដែរថារឿងរ៉ាវអាស្រូវរបស់លោកសម្បត្តិកុសលស្នងការងនគរបាលខេត្តបន្ទាយមានជ័យធ្លាប់ផ្ទុះម្ដងរួចមកហើយកាលពីកន្លងទៅថ្មីនេះរហូតដល់ថ្ងៃទី29ខែមីនាឆ្នាំ2024អ្នកនាំពាក្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ
បានចេញនៅសេចក្តីបំភ្លឺថានៅថ្ងៃទី26ខែមីនាឆ្នាំ2024ឃើញមានការបង្ហោះចែកចាយនៅលើបណ្ដាញសង្គមដោយបានសរសេរចំណងជើងថាលោកសម្បត្តិកុសលមានរឿងអាស្រូវតាំងពីនៅខេត្តរតនគិរីមកខេត្តបន្ទាយមានជ័យបន្តមានរឿងពុករលួយបន្ថែមទៀតក្រោយពីតំណែងជាស្នងការរងការដែលឆ្លើយតបនឹងករណីនេះអ្នកនាំពាក្យស្នងការនគរបាលខេត្តបន្ទាយមានជ័យបានទទួលស្គាល់ថាកន្លោះក្រាស់ណាស់តើលោកឧត្តមសេនីយ៍ត្រីសម្បត្តិកុសលមានឋានៈជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអ្នកនាំពាក្យបានបញ្ជាក់ថាមកទល់ពេលនេះសមត្ថកិច្ចជំនាញពុំទាន់ទទួលបានទៅនឹងពាក្យបណ្ដឹងពីជនរងគ្រោះណាមួយនៅឡើយទេពាក់ព័ន្ធទៅនឹងករណីនៃការចាប់ប្រកាន់នេះកាលនោះអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាប្រសិនបើមានហេតុការណ៍កើតមានឡើងដោយការចុះផ្សាយពិតប្រាកដមែនស្នងការនគរបាលខេត្តបន្ទាយមានជ័យសូមស្នើសុំទៅកាន់បងប្អូនដែលជាជនរងគ្រោះអញ្ជើញមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីឲ្យមានមូលដ្ឋានក្នុងការស្រាវជ្រាវគោរំលឹកជូនផងដែរថាលោកឧត្តមសេនីយ៍ត្រីសម្បត្តិកុសលជាអតីតអធិការនគរបាលស្រុកតាវិញដោយនៅក្នុងខេត្តរតនគិរីដែលមានអត្តលេខ57-167នៅយប់ថ្ងៃទី27ខែមីនាឆ្នាំ2020បានធ្វើសកម្មភាពជេរប្រមាថនិងប្រើប្រាស់ហិង្សាបាញ់គំរាមដោយអាវុធខ្លីចំនួន9គ្រាប់ដើម្បីគំរាមមន្ត្រីក្រមអាវ៉ាន់ខណៈពេលដែលកំពុងដេកប្រចាំការនៅប៉ុស្តិ៍សន្តិសុខត្រង់ចំណុចពៀនទី3ជាប់រង្វង់មូលនៅក្នុងស្រុកតាវិញខេត្តរតនគិរីបន្ទាប់ក៏ត្រូវបានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតាវិញចំនួន19នាក់បានផ្តិតមេដាយប្តឹងទៅកាន់ថ្នាក់ដឹកនាំជួយអន្តរាគមន៍និងជួយរកភាពយុត្តិធម៌ក្រោយពេលកើតហេតុក៏មានបណ្ដឹងពីមន្ត្រីក្រមអាវ៉ាត់នៅថ្ងៃទី4ខែមេសាឆ្នាំ2020ក្រុមគណៈកម្មការវិន័យនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានសម្រេចដាក់វិន័យរដ្ឋបាលទៅកាន់លោកសម្បត្តិកុសលអធិការស្រុកតាវិញដោយព្យួរការងារជាបណ្ដោះអាសន្ននិងតម្រូវឲ្យចូលបង្ហាញខ្លួននៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីរៀងរាល់ម៉ោងធ្វើការដើម្បីរងចាំបទបញ្ជាថ្មីការនោះក្រៅពីការជេរប្រមាថនិងការបាញ់គំរាមដល់មន្ត្រីនគរបាលក្រមអាវ៉ាត់ប្រមាណ10គ្រាប់លោកសម្បត្តិកុសលបានអួតក្អេងក្អាងថាគ្មានអ្នកណាធ្វើអីគាត់នោះទេព្រោះគាត់មានខ្នងបង្អែកជាអ្នកធំហើយកាលដែលគាត់ឡើងតំណែងជាអធិការស្រុកតាវិញនេះគឺគាត់បានចំណាយលុយអស់ចំនួន5ទៅ60000ដុល្លារឯណោះសូមបញ្ជាក់ជូនផងដែរថាក្រោយពីមានទៅនឹងរឿងរ៉ាវអាស្រូវនៃការជេរប្រមាថនិងបាញ់គំរាមទៅលើមន្ត្រីក្រមអាវ៉ាន់លោកសម្បត្តិកុសលក៏ត្រូវបានអគ្គស្នងការនគរបាលជាតិធ្វើការដេកដកបញ្ឈរជើងប៉ុន្តែបាត់មុខមួយរយៈស្ងាត់ស្រាប់តែឡើងតំណែងកាន់តែធំជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយរឿងអាស្រូវសារជាថ្មីគឺពាក់ព័ន្ធទៅនឹងអំពើពុករលួយធានារត់ការចូលក្របខ័ណ្ឌនគរបាលជាតិនៅក្នុងតម្លៃចាប់ពី20000ទៅ30000ដុល្លារហើយក៏កំពុងផ្ទុកទៅនឹងការល្បីល្បាញនៅលើបណ្ដាញសង្គមជំរាបឲ្យប៉ុន្តែតម្លៃលើថ្លៃគោ30ក្រាស់ទៅ40អូបលីល្អជាងហើយដាក់ឲ្យមានលុយអញ្ចឹងបើមានលុយហើយរកខ្សែត្រូវទូនាទីការងារយើងវាលឿនអញ្ចឹងណាមានអតិពលជាងបលីហ្នឹងបើមានឱកាសឲ្យបងប្រុសចូលឲ្យទៅនិយាយមែនមានឱកាសឲ្យគាត់ចូលទៅអត់ខុសទេតាមតិចទៀតរត់តាំងឲ្យឡើយគេចាប់ផ្ដើមបិទសាក់រៀបហើយថ្នាក់ដំសនីឡើងអត់បានទេផ្កាយមួយធំសាក់5ទេប្តីខ្ញុំឡើងហើយគេបិទបណ្ដោយសម្ដេចប្រកាសបិទសាក់ហើយហ្នឹងគេផ្ទេគេចង់ទៅប្រឡោះណាគេផ្ទេទៅកន្លែងហ្នឹងអញ្ចឹងណាយល់អត់មិននៅតែមួយខែទេដូចបងគាត់ចង់នៅសៀមរាបគាត់នៅសៀមរាបទៅគាត់យកអីមួយទៅអញ្ចឹងណាគាត់ថាចូលប៉ូលីសល្អដែរដែលឯងមានលុយអញ្ចឹងទ្រាំចងំតាន់តិចយកតួនាទីគាត់អីទៅធំរោងកាយអាឡ័យរោងអីនៅសៀមរាបទៅវា